ហ្នឹងហើយគ្នាយើងថ្ងៃហ្នឹងខ្ញុំប្រាប់ពីអាកន្លែងអាផ្កាក្រហមខៀវហើយនៅពណ៌លឿងនឹងវាស្ប៉នអញ្ចឹងណាព្រោះថាអ្នកដែលទំនឹងលេង block fruit មួយចំនួនអត់ទាន់ស្គាល់កន្លែងដែលវាស្ប៉នទេអញ្ចឹងយើងអ្នកដែលអត់ស្គាល់ទេអាចមើលវីដេអូនេះបាទនេះគឺអាកន្លែងផ្កាពណ៌ក្រហមវាស្ប៉នអាគៀនហ្នឹងគឺវាស្ប៉នត្រង់ហ្នឹងឯងមើលទៅដល់ពេលខ្លះវាអត់ស្ប៉នទេអាហ្នឹងវាស្ប៉នទៅពេលថ្ងៃទេហើយនេះអាកន្លែងវាស្ប៉នមួយទៀតគឺវាស្ប៉នអាគៀនហ្នឹងឯងវាមិនសូវស្ប៉នណាស់ឆ្ងាយទេអាផ្កាពណ៌ក្រហមហ្នឹងវារៀងស្រួលរកដែរទេអាហ្នឹងនេះហើយនេះអាកន្លែងមួយទៀតយើងរត់មកអាគៀនអាកន្លែងស្ពានហ្នឹងមកគឺឃើញអាកន្លែងនេះហើយអាកន្លែងដែលវាស្ប៉នមួយទៀតគឺនៅលើហ្នឹងឯងហ្នឹងហើយចំពោះអាផ្កាពណ៌ក្រហមហ្នឹងគឺវាមិនស្ប៉នទៅណាកន្លែងហ្នឹងទេគឺវាស្ប៉ននៅកន្លែងមួយទៀតគឺនៅអាកន្លែង Grand Zone អាកន្លែងយើងនិយាយជាមួយអាប៉ែហ្នឹងអាផ្លូវរត់ទៅសិនបាទយោហ្នឹងហើយគ្នាយើងអានេះគឺជាកន្លែងដែលផ្កាពណ៌ខៀវវាស្ប៉នហ្នឹងហើយមើលតាមហ្នឹងទៅគឺវាស្ប៉ននៅកោះហ្នឹងឯងនេះកន្លែងវាស្ប៉នគឺនៅតាមភ្នូហ្នឹងឯងមើលតាមភ្នូហ្នឹងទៅគឺយើងនឹងឃើញផ្កាឯប៉ុន្តែនេះវាពេលថ្ងៃអញ្ចឹងវាអត់តន់ស្ប៉នទេហ្នឹងហើយគ្នាយើងនឹងអានេះគឺជាកោះដែលផ្កាពណ៌ខៀវនឹងវាស្ប៉នហ្នឹងណាមិនវាស្ប៉នក្រុមនេះគឺវាស្ប៉ននៅលើមួយជាន់ទៀតវាមានខាងលើមួយជាន់ទៀតអញ្ចឹងយើងឡើងទៅលើហ្នឹងទៅគឺឃើញហើយនេះមកដល់លើហើយប៉ុន្តែវាអត់ស្ប៉នទេប្រហែលជាពេលថ្ងៃអញ្ចឹងវាអត់ស្ប៉នទេអាហ្នឹងហើយគ្នាយើងមិនមុនយើងបន្តទៅរកកោះទៀតគឺយើងចាប់ fruit សិនមកគឺថាខ្ញុំចាប់ fruit ដែរបានល្អសោះបាទយើងធ្វើការចាប់មួយសិនទៅចាប់ព្រើលុយតែយើងអាចនឹងបាន kitsune ឬក៏ leopard ដែរទេបាទអូ dragon អូបាន dragon បាទហើយគឺថាយើងបាន fruit dragon បាទ dragon នេះហោះអត់កើតទេតែមិនក៏មិនទេតែឥឡូវយើងមកមើលកោះមួយទៀតដែលផ្កាពណ៌ខៀវនឹងវាស្ប៉នហ្នឹងណាគឺអាកោះទូចមួយដែលគេលក់ជាពីមថ្ងៃនេះវានៅស្ប៉នទៅដឹងប៉ុន្តែវាអត់ទាន់ស្ប៉នទេព្រោះឯនៅរៀងថ្ងៃយោហ្នឹងហើយគ្នាយើងនេះគឺជាកន្លែងដែលខាងបលឿនគេយើងត្រូវមកយកអញ្ចឹងណាគឺថាយើងត្រូវវាយ NPC ដើម្បីឲ្យវាត្រឡប់ធ្លាក់គឺថាកន្លែងដែលមានភាគរយត្រឡប់គឺមានទៅកន្លែងហ្នឹងឯងហ្នឹងហើយមុននឹងបាត់វីដេអូនេះចុចបេះដូងឲ្យខ្ញុំឲ្យផងទៅជាកម្លាំងចិត្តឲ្យខ្ញុំមានវីដេអូធ្វើទៀតហើយវីដេអូក្រោយខ្ញុំនឹងធ្វើពីរបៀបយក V4 Race Gold